អាណត្តិគាត់ណាភូមិគាត់នៅជោគជ័យសៀមឈ្លានពៀនគាត់រងគ្រោះមកសងហើយដល់សៀមឈ្លានពៀនឥឡូវមករងគ្រោះដោយប៉លិសប្លន់ម៉ូតូគាត់មកគ្រឿងទៀតណាប្លន់មកគ្រឿងទៀតហើយបំផិតបំភ័យរកចាប់ទាំងមនុស្សណាប្រាប់ឲ្យហើយរ៉ូនរីណានោះមកនិយាយមើលខ្ញុំម្ដងខ្ញុំនិយាយរឿងរ៉ូនរីបន្តិចណាខ្សែណាហ្នឹងណារ៉ូនរីហៅណាតែមិនមែនថៃវណ្ណៈនេះទេណារ៉ូនរីនេះរ៉ូនរីតួនាទីអនុប្រធានការឡៃក្រុមតំកំណត់ស្រាលអាណិតអូនឯងជាជនរងគ្រោះណាសៀមធ្វើបាបហើយប៉លិសធ្វើបាបទៀតណាឈឺចាប់ណាឥឡូវនេះគឺបងកុំឈឺចាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលអត់មានឲ្យប៉លិសអស់នឹងធ្វើបាបអូនឯងទេអានេះគឺជាទង្វើបុគ្គលយល់ទេជាទង្វើបុគ្គលអត់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំអត់ពាក់ព័ន្ធជាមួយអគ្គស្នងការអត់ពាក់ព័ន្ធជាមួយឯកឧត្តមណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអត់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលទេអានេះគឺជាទង្វើបុគ្គលរបស់ស្អីនេះមេប៉ុស្តិ៍ហើយនឹងរ៉ុនរីឯនេះរ៉ុនរីឯនេះហៅណាស់នេះណាអញ្ចឹងបងអូនក៏មានការយល់ច្រឡំថាទង្វើដែលគេធ្វើដាក់បងអូននេះជាការបញ្ជារបស់ថ្នាក់លើអត់មានទេអានេះជាទង្វើថោកទាបរបស់មន្ត្រីនៅខាងក្រៅមួយចំនួនតូចហ្នឹងណាអញ្ចឹងបងអូនឯងកុំបារម្ភម៉ូតូហ្នឹងគេឲ្យក៏យកទៅបើគេមិនឲ្យក៏ចោលទៅណាគេគាត់ចោលទៅបើរ៉ុនរីហៅណាស់ហ្នឹងស្រេចឃ្លានម៉ូតូមកគ្រឿងអត់ពុនហ្នឹងឲ្យគេយកទៅណាឲ្យវាយកទៅលេបមួយប្រពន្ធកូនវាហឺហាជាមួយទៅពួកវាទៅណាឥឡូវខ្ញុំសុកចិត្តចេញលុយជំនួសឥឡូវបងប្អូនពិចារណាមើលគ្នារងគ្រោះនៅភូមិជោគជ័យដោយសៀមឈ្លានពៀនហើយមករងគ្រោះដោយសារអាប៉លិសឯងប្លន់ម៉ូតូគ្នាទៅទៀតណាគ្នាទៅសុំវិញយកតាំងកដាស់ពុនទៅបង្ហាញទៀតណាគ្នាទៅរົບច្បាប់ទិញម៉ូតូមកអត់ពុនទៅរົບច្បាប់ណាយកមកបងពុនអីត្រឹមត្រូវយកទៅកដាស់ពុនមិនក៏មិនមើលដែរទៅសន្លត់គ្នាថាមកដោះស្រាយញ៉ៃញ៉ៃចាប់ដោយទាំងមនុស្សទៀតឡើយណាអានេះហួសចិត្តណាបងប្អូនសាហាវធ្វើបាបខាងឥឡូវនេះអានេះលុយនេះមិនមែនទិញទឹកចិត្តទេលុយនេះ5លានណាអានេះ5សែន5លាន5សែនយកទៅទុកទិញម៉ូតូជិះវិញហើយម៉ូតូនោះបើគេឲ្យយកទៅទុកលុយនេះរកស៊ីតែបើគេមិនឲ្យក៏វត្តចោលទៅម៉ូតូហ្នឹងឲ្យពួកអានេះអីគេរ៉ូនរីហៅណាស់ហ្នឹងឲ្យវាទៅលិបណាវាទៅហឺហាជាមួយប្រពន្ធកូនវាម៉ែឲ្យវាទៅលើកំណោញយកឈាមក្មួយទៅណាអានេះខ្ញុំចង់ប្រាប់អញ្ចឹងខ្ញុំអរគុណណាស់បានក្មួយមកដល់ព័ត៌មាននេះគឺសូមជម្រាបទៅចេះក្មួយប្រុសអដែងនីរស្មីនេះគាត់គឺជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យភូមិអូ3ជាន់ស្រុកអូជ្រៅខេត្តប្រទេសមានជ័យណាគាត់បានទិញម៉ូតូមួយគ្រឿងម៉ូតូសុភីមួយគ្រឿងស៊េរីឆ្នាំ2018ទិញដើម្បីជិះហើយអ្វីដែលគាត់ទិញជាកម្លាំងយកឈាមគាត់ទេគាត់ទិញជិះប៉ុន្តែពេលដែលគាត់ទិញនឹងបានប្រហែលថ្ងៃប្រទេសយើងក៏ជួបហេតុការណ៍ផ្ទុះអាវុធហ្នឹងហើយផ្ទុះអាវុធអញ្ចឹងទៅគាត់ទិញនឹងបញ្ជាក់បន្តិចម៉ូតូដែលគាត់ទិញនឹងគឺអត់មានពុនទេប៉ុន្តែពេលទិញបានភ្លាមគាត់ក៏ពឹងពាក់គេឲ្យទៅបង់ពុនដើម្បីឲ្យមានភាពស្របច្បាប់ធ្វើលេខឲ្យបានត្រឹមត្រូវអញ្ចឹងពេលចន្លោះពេលដែលគាត់កំពុងទៅធ្វើសម្បត្តិពុននេះណាប៉លិសប៉ុស្តិ៍រដ្ឋបាលសឹងស្រុកអូជ្រៅណាគេចាប់ម៉ូតូគាត់ណាគេចាប់ម៉ូតូគាត់គេអត់ដឹងដាក់មូលហេតុអីទេមើលនេះកំណត់ហេតុដកហូតសម្ភារៈនៅកន្លែងប៉ុស្តិ៍រដ្ឋបាលសឹងថ្ងៃទី24ខែកក្កដាឆ្នាំ2025វេលាម៉ោង 17:30 នាទីយើងវរៈសេនីយ៍ត្រីស្អីគេវៃវឿបសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ជំនួយដល់លោកអនុសេនីយ៍ឯកនិននរដ្ឋឋានៈនាយរងប៉ុស្តិ៍លោកអនុសេនីយ៍ត្រីម៉ៅគង្គាឋានៈមន្ត្រីបានធ្វើការដកហូតសម្ភារៈដោយខាងក្រៅម៉ូតូ Max Copy មួយគ្រឿងពណ៌សស៊េរីឆ្នាំ2018លេខតួលេខម៉ាស៊ីនពីឈ្មោះជុនប៊ុនធឿនហ្នឹងឈ្មោះអ្នកលក់អ្នកជីអូខេអ្នកជីមូលហេតុយកដាក់ទេគេចាប់ដកហូតនេះកំណត់ហេតុដកហូតណាបាទកំណត់ហេតុដកហូតម៉ូតូ Copy នេះណាដកហូតម៉ូតូ Copy នេះអញ្ចឹងពេលចាប់ពេលបងអូននេះបណ្ដារឿងមូលហេតុដែលគេចាប់ហ្នឹងដោយសារពេលដែលប្រទេសមានសង្គ្រាមអាថ្ងៃទី24កុម្ភៈថ្ងៃ24កក្កដាហ្នឹងគ្នាភ័យនាំគ្នាជិះចេញម៉ូតូពីជោគជ័យអញ្ចឹងហ្នឹងហើយចេញពីជោគជ័យទៅពេលហ្នឹងយើងពឹងឲ្យគេជិះហ្នឹងហើយរកឲ្យគេជិះកន្លះថ្ងៃដល់ពេលរកឲ្យគេជិះទៅបលិសចាប់ឥឡូវថាចាប់ទៅចុះគ្នាពេលទិញមកឲ្យគ្នាទៅធ្វើពុននេះសវត្តពុននេះណាយើងប្រាប់ហេតុផលថាម៉ូតូតែមិនទិញទេកុំតែធ្វើឯកសារបង់ពុនបង់អីតែបលិសប៉ុស្តិ៍ហ្នឹងប៉ុស្តិ៍សឹងហ្នឹងអត់ទេគេចាប់ដកហូតហើយគេរុញទៅខេត្តឲ្យទៅបលិសសេដ្ឋកិច្ចគាត់អីខាងប៉ុស្តិ៍ហ្នឹងគាត់ប្រាប់ថាបលិសសេដ្ឋកិច្ចណាឈ្មោះនេះមែនបាទនេះបញ្ជូនទៅហ្នឹងគឺឲ្យឈ្មោះលោកស្អីនេះវរៈសេនីយ៍ស្អីនេះវួនរ៉ូនរីនេះរ៉ូនរីនេះជាអនុប្រធានការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលណារ៉ូនរីហៅណាហៅណាឈ្មោះដូចខ្ញុំដែរនេះរ៉ូនរីហ្នឹងអញ្ចឹងម៉ូតូហ្នឹងពេលទៅដល់ដៃរ៉ូនរីប៉ុស្តិ៍នេះប្រាប់ឲ្យក្មួយនេះម្ចាស់ម៉ូតូហ្នឹងទៅតាក់ទងយកពីឈ្មោះរ៉ូនរីហ្នឹងអញ្ចឹងទៅលើកទី1គេថាម៉េចឥឡូវក្មួយឯងនិយាយមើលនិយាយអត់ពិតនិយាយត្រង់និយាយគេថាម៉េចទៅលើកទី1គាត់ថាគាត់បានតំណេទេឲ្យមកជួបនៅថ្ងៃទី11វិញខ្ញុំទៅថ្ងៃទី8 8ខែម៉ានខែ8ខែម៉ានខែ8ហើយចឹងទៅវាចង់ថ្ងៃសុក្រដល់ពេលហើយខ្ញុំគាត់ថាឲ្យមកជួបថ្ងៃទី11វិញចង់ថ្ងៃច័ន្ទបាទដល់ពេលហើយទៅថ្ងៃទី11ហ្នឹងខ្ញុំក៏បានទៅជួបគាត់ម្ដងទៀតហ្នឹងហើយបាទដល់ពេលហើយទៅជួបគាត់ហ្នឹងនៅមុខកន្លែងព្រំតាន់រត់ស្រាលហ្នឹងឯងហើយគាត់មកគាត់ប្រាប់ថាឈ្មោះអីលោកអីរិនរីហ្នឹងបាទរិនរីខាងណាហ្នឹងបាទមិនថៃវណ្ណៈនេះទេមែនទេតិចនេះក៏ថៃវណ្ណៈណាថៃវណ្ណៈនេះងប់ហើយអីគាត់ប្រាប់ថា
ơi mà tôi nó kia bé con chỉ mùi nâng cả đấy lòng đan cóច្បាប់ បាទអញ្ចឹងទៅបើសិនជាយើងកាលណាយើងចូលមកដោះស្រាយគេអាចយកទាំងអ្នកដោះស្រាយទៅទៀតបាទគេចាប់យើងតាំងមនុស្សទៀតបាទអញ្ចឹងចាប់តាំងពីថ្ងៃហ្នឹងមកខ្ញុំក៏លែងហ៊ានទៅអត់ហ៊ានទៅទៀតអត់ហ៊ានទៅទៀតហើយក៏ម៉ូតូហ្នឹងក៏នឹងដៃលីងអត់ដឹងនៅឯណាទេអត់ដឹងនៅណាទេឃើញលីងបងប្អូនបើមន្ត្រីនគរបាលប៉ុស្តិ៍ហ្នឹងគាត់បានប្រាប់ថាបញ្ជូនទៅក្នុងការខេត្តឲ្យទៅតំណែងឈ្មោះណាដល់ពេលយើងទៅឈ្មោះណាហ្នឹងអត់ឲ្យទេគាត់ឲ្យទេហើយគាត់បានប្រាប់មកយើងវិញថាអញ្ចឹងបើយើងចូលដោះស្រាយកុំឲ្យចូលមកដោះស្រាយទៀតអញ្ចឹងណាប្រយ័ត្នតែចូលដោះស្រាយប្រយ័ត្នគេចោទពាក់ព័ន្ធនឹងរត់ពន្ធមនុស្សឆ្លងដែនគេចាប់តាំងមនុស្សហើយគាត់ប្រាប់ថាបើសិនជាចូលដោះស្រាយទៀតអីម៉ូតូហ្នឹងវាពាក់ព័ន្ធជាមួយនឹងបទល្មើសឆ្លងដែនខុសច្បាប់បានន័យថាគេចោទថាម៉ូតូហ្នឹងជាបទល្មើសបានន័យថាជាតំណែងឆ្លងដែនខុសច្បាប់បាទអញ្ចឹងប្រយ័ត្នគេចាប់ដោយតាំងមនុស្សហើយលឺសូរគេចាប់ដោយតាំងមនុស្សភ័យលែងទៅឡើយហើយម៉ូតូហ្នឹងទិញប្រហែលទិញ800គិតជាលុយខ្មែរប៉ុន្មាន3លាន2បាទ3លាន2ហើយបងប្អូនអស់ប៉ុន្មានអានេះខ្ញុំពឹងឲ្យ1លានឥឡូវថាយើងធ្វើនេះចុះបងប្អូននេះ1លាន3សែនហ្នឹងណាបាទ1លាន3សែនហើយនឹង3លាន2បូកទៅវា5លាន5អញ្ចឹងណាម៉ូតូហ្នឹង5លាន5ហើយឥឡូវបាត់ហើយកាន់តែกระดาษពុនបងប្អូនណាឥឡូវនេះម្ចាស់ម៉ូតូកាន់តែกระดาษពុនហើយនឹងកាន់តែរូបថតអីចាកាន់តែกระดาษពុនម៉ូតូហើយនឹងកាន់តែរូបថតម៉ូតូដល់ឡែកម៉ូតូប៉ាត់ប៉ាត់ប៉ូលីសយកទៅបាត់ហើយបាទឈ្មោះអារ៉េងស្អីគេនេះឈ្មោះរ៉ូនរីនេះដែលគេហៅថាជាស្ដេចត្រាញ់ប្រចាំខេត្តបន្ទាយមានជ័យប៉ូលីសជើងកាងតំណែងអត់ពុនមុខរបរតួនាទីជាអនុប្រធានការឡាយព្រមតាន់កម្រិតស្រាលក៏ប៉ុន្តែគេទទួលរ៉ាប់រងមានអំណាចចាប់បទល្មើសសេដ្ឋកិច្ចពេញខេត្តបន្ទាយមានជ័យអ្នករស់ស៊ីនៅក្នុងខេត្តបន្ទាយមានជ័យគឺត្រូវបង់លុយឲ្យរ៉ូនរីនឹងទាំងអស់មិនដឹងថារ៉ូនរីនឹងមានអំណាចពិសេសពីណាទេប្រហែលជាមានអ្នកនៅពីក្រោយខ្នងហើយបាទណាអញ្ចឹងទេដើម្បីរកម៉ូតូហ្នឹងឲ្យឃើញបកគលជូនបងអូនជនរងគ្រោះវិញខ្ញុំសំណូមពរទៅអាយដាមអគ្គស្នងការនគរបាលជាតិក៏ដោយអាយដាមអភិសន្តិបណ្ឌិតសសខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាណាស្រាវជ្រាវណាយកម៉ូតូនេះដកហូតពីឈ្មោះរ៉ូនរីនេះមកបកគលឲ្យជនរងគ្រោះវិញអាណិតគាត់ណាភូមិគាត់នៅជោគជ័យសៀមឈ្លានពានគាត់រងគ្រោះមកសងហើយដល់សៀមឈ្លានពានឥឡូវមករងគ្រោះដោយប៉ូលីសប្លន់ម៉ូតូគាត់មកគ្រឿងទៀតណាប្លន់មកគ្រឿងទៀតហើយបំផិតបំភ័យរកចាប់ទាំងមនុស្សណាប្រាប់ឲ្យហើយរ៉ូនរីណានោះមកនិយាយមកខ្ញុំម្ដងខ្ញុំនិយាយរឿងរ៉ូនរីបន្តិចណាខ្សែណាហ្នឹងណារ៉ូនរីហៅណាតែមិនមែនថៃវណ្ណៈនេះទេណារ៉ូនរីនេះរ៉ូនរីតួនាទីអនុប្រធានការឡាយព្រមតាន់កម្រិតសាលណាប៉ុន្តែក្តោបការងារសេដ្ឋកិច្ចមកខេត្តបន្ទាយមានជ័យដូច្នេះយើងស៊ើបអង្កេតមើលថាហេតុអីបានតួនាទីព្រមតាន់កម្រិតសាលដែលមានភារកិច្ចបង្ការបង្ក្រាបបទល្មើសណាស្រាលនេះឧទាហរណ៍ថាបទល្មើសលួចឆក់បទល្មើសប៉ោះផ្ទះបទល្មើសឆោបោកបទល្មើសរំលោភលើសេចក្តីជោគចិត្តបទល្មើសបង្ករបួសស្នាមណាលាក់អានឹងសិតតែជាបទនិយាយចំបទល្មើសការឡាយព្រមតាន់កម្រិតស្រាលគឺក្តោបការងារទៅលើបទល្មើសព្រមតាន់កម្រិតស្រាលគេហៅថាបើក្នុងច្បាប់គេហៅបទមជ្ឈិមណាបទមជ្ឈិមតើគាត់មានអំណាចពីណាបកគលសិទ្ធឲ្យគាត់ទៅធ្វើការងារសេដ្ឋកិច្ចបើមកលុយមកខេតអ្នកប្រទេសមានជ័យអ្នករស់ស៊ីណាក៏ដោយអត់រំលងរឹនរីហើយណាក់នឹងទេគឺយកលុយទៅឲ្យឈ្មោះណាក់នឹងតែម្ដងណាអញ្ចឹងខ្ញុំច្បាស់ណាស់ថារ៉ូនណាក់នេះរ៉ូនរីនេះហៅណាក់នេះគឺពិតជាមានណាម្នាក់មានអធិបុលចាត់តាំងឲ្យគាត់ធ្វើកិច្ចការងារនេះឥឡូវនេះម៉ូតូហ្នឹងបើគេមិនដោះស្រាយថ្នាក់ដឹកនាំណាមិនដោះស្រាយនៅក្នុងស្ថាប័ននគរបាលក្បត់ចោលទៅអូនក្បត់ចោលហើយកណ្ដាស់ពុនចោលទៅបងថៃម្នាក់ចេញលុយសងជាមួយបងឯង5លាន5សែនអាតយកលុយអានេះយកលុយ5លាន5សែនអាណិតបងឯងជាជនរងគ្រោះណាសៀមធ្វើបាបហើយប៉ូលីសធ្វើបាបទៀតណាជួយចាប់ណាឥឡូវនេះគឺបងកុំជួយចាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលអត់មានឲ្យប៉ូលីសអស់នឹងធ្វើបាបអូនឯងទេអានេះគឺជាទង្វើបុគ្គលយល់ទេជាទង្វើបុគ្គលអត់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំអត់ពាក់ព័ន្ធជាមួយអគ្គស្នងការអត់ពាក់ព័ន្ធជាមួយឯកឧត្តមណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអត់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលទេអានេះគឺជាទង្វើបុគ្គលរបស់ស្អីនេះមេប៉ោះហើយនឹងរ៉ុនរីនេះរ៉ុនរីនេះហៅណាស់នេះណាអញ្ចឹងបងអូនកុំមានការយល់ច្រឡំថាទង្វើដែលគេធ្វើដាក់បងអូននេះជាការបញ្ជារបស់ថ្នាក់លើអត់មានទេអានេះជាទង្វើថោកទាបរបស់មន្ត្រីនៅខាងក្រៅមួយចំនួនតូចហ្នឹងណាអញ្ចឹងបងអូនឯងកុំបារម្ភម៉ូតូហ្នឹងគេឲ្យក៏យកទៅបើគេមិនឲ្យក៏ចោលទៅណាគេក៏ចោលទៅបើរ៉ុនរីហៅណាស់ហ្នឹងស្រេចឃ្លានម៉ូតូមកគ្រឿងអត់ពុនហ្នឹងឲ្យគេយកទៅណាឲ្យវាយកទៅលេបមួយប្រពន្ធកូនវាហឺហាជាមួយទៅពួកវាទៅណាឥឡូវខ្ញុំសុកចាត់ចេញលុយចំនួនឥឡូវបងប្អូនពិចារណាមើលគ្នារងគ្រោះនៅភូមិជោគជ័យដោយសៀមឈ្លានពានហើយមករងគ្រោះដោយសារអាប៉ូលីសឯងប្លន់ម៉ូតូគ្នាទៅទៀតណាគ្នាទៅសុំវិញយកតាំងកណ្ដាស់ពុនទៅបង្ហាញទៀតណាគ្នាគោរពច្បាប់ទិញម៉ូតូមកអត់ពុនគោរពច្បាប់ណាយកមកបងពុនអីធ្វើត្រូវយកទៅកណ្ដាស់ពុនមិនក៏មិនមើលដែរទៅសន្លត់គ្នាថាមកដោះស្រាយញ៉ៃចាប់ដល់តែមនុស្សទៀតឡើយណាអានេះហួសចិត្តណាបងប្អូនសាហាវធ្វើបាបហាងឥឡូវនេះអានេះលុយនេះមិនមែនទិញទឹកចិត្តទេលុយនេះ5លានណាអានេះ5សែន5លាន5សែនយកទៅទុកទិញម៉ូតូជិះវិញហើយម៉ូតូនោះបើគេឲ្យយកទៅទុកលុយនេះរកស៊ីតែបើគេមិនឲ្យប្រវត្តិចោលទៅម៉ូតូហ្នឹងឲ្យពួកអារ៉េញអីគេរ៉ូនរីហៅណាស់ហ្នឹងឲ្យវាទៅលិបណាវាទៅហឺហាជាមួយប្រពន្ធកូនវាម៉ែឲ្យវាទៅលើកំណើញយកឈាមក្មួយទៅណាអាហ្នឹងខ្ញុំចង់ប្រាប់អញ្ចឹងខ្ញុំអរគុណណាស់បានក្មួយមកដល់ព័ត៌មានហើយរឿងនេះគឺសុទ្ធតែជារឿងពិតណាមកអង្គុយអរគុណលោកគ្រូជាណៃកម្មការអូបាទរងថ្ងៃហ្នឹងក៏មិនបានរកស៊ីអីដែរចុះបើគេធ្វើបាបរហូតមានអីរកស៊ីក្មួយក៏មិនបានឡើយរកស៊ីដែរតែដេកមិនបានផងយប់មិញណាគេរំខានទាំងយប់ទាំងថ្ងៃហ្នឹងអញ្ចឹង
ឲ្យរនរីហើយអាណាហ្នឹងឲ្យវាទៅធ្វើមានធ្វើបានទៅហើយមួយទៀតខ្ញុំរំលឹកទៅដល់អាយដាមមកែដូចអាយដាមមកធីមេតាឲ្យក្រុមអធិការកិច្ចស៊ើបអង្កេតទៅមកខេត្តប្រទេសមានជ័យថាហេតុអីបានរនរីហ្នឹងជាអនុប្រធានណាការិយាល័យនគរបាលព្រំដែនកំណត់ស្រាលបែរជាមានអំណាចទៅធ្វើការងារសេដ្ឋកិច្ចមនុស្សរស់ស៊ីមកខេត្តប្រទេសមានជ័យគឺបង់លុយឲ្យឈ្មោះរនរីហើយណាក់នេះទាំងអស់ហេតុអីបានគាត់មានអធិពលអាណាបញ្ជាគាត់ស៊ើបអង្កេតទៅហើយបើស៊ើបអង្កេតរកឃើញហើយនឹងទំនំពោថាឲ្យបោះសម្អាតកុំអត់អោនកុំយកយល់ទៅឲ្យបុគ្គលណាមន្ត្រីណាដែលយកតួនាទីទៅរកប្រយោជន៍គាត់ខ្លួនហើយធ្វើបាបប្រជាពលរដ្ឋបាទធ្វើបាបប្រជាពលរដ្ឋអត់ទេ4លាន4លាន5សែនតែឥឡូវឲ្យគាត់5លាន5សែនហើយខុសគ្នា1លានទៅវាមក20ណាត់កំប្រូឲ្យប៉ុណ្ណឹងណាលើសឲ្យប៉ុណ្ណឹងទៅព្រមម៉ូតូបងឯងទិញត្រូវអស់តែប៉ុណ្ណឹងសរុបទាំងគុណនឹងអីវា4លាន5សែនតែឥឡូវឲ្យដល់5លាន5សែនទេណា